តារាសិក្សាហ្វាហ្វាគូស្នេហ៍បឹកដៃពេញទំហឹងតារាសិក្សាហ្វាហ្វាកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសមួយរយៈពេលចុងក្រោយនេះនាងទទួលថតផ្សាយពាណិជ្ជកម្មឲ្យបណ្ដាក្រុមហ៊ុនធំៗជាច្រើនជាមួយតម្លៃខ្លួនខ្ពស់មិនថាគេតម្រូវឲ្យនាងថតបែបណាទេនាងទទួលថតទាំងអស់បន្ទាប់ពីទទួលបានការបើកភ្លើងខៀវពីគូស្នេហ៍របស់ខ្លួននៅក្នុងពិភពសិល្បៈនរណាក៏ដឹងដែរថាកញ្ញាហ្វាហ្វាមានគូស្នេហ៍ភេទដូចគ្នាហើយគេជាមនុស្សប្រច័ណ្ឌច្រើនមិនសូវចង់ឲ្យនាងថតសិក្សាឬលេងខ្លួនហួសហេតុនោះទេតែដោយមិនអាចខុសស្រីស្អាតរូបនេះបានមានតែបើកភ្លើងខៀវសម្រាប់នាងតែប៉ុណ្ណោះកញ្ញាហ្វាហ្វាបានប្រាប់ថានាងជាមនុស្សដែលចូលចិត្តបង្ហាញភាពសិក្សាតាមរយៈការថតផ្សាយពាណិជ្ជកម្មផលិតផលនានាតែនាងក៏មិនបានធ្វើអ្វីដែលហួសហេតុពេកដែរជាក់ស្ដែងត្រឹមតែការថតរូបបែបសិល្បៈជាមួយឈុតហែលទឹកមើលទៅស្រស់ស្អាតដូចជាគ្មានប៉ះពាល់អ្វីផងសំខាន់នាងស្រឡាញ់ការងារដែលក្រុមហ៊ុនបានដាក់ឲ្យពីមួយថ្ងៃទៅមួយថ្ងៃកញ្ញាហ្វាហ្វាកាន់តែស្រស់ស្អាតឡើងគូស្នេហ៍របស់នាងតែងតែនៅក្បែរនាងនិងចាត់ចែងការងារសម្រាប់នាងគ្រប់បែបយ៉ាងធ្វើឲ្យបុរសផ្សេងមិនអាចចូលក្បែរនាងបានឡើយនិយាយរឿងដឹកដៃគ្នាចូលរោងការហ្វាហ្វានៅតែនិយាយដដែលថាមិនទាន់មានគម្រោងទេដោយសារនាងចង់រកលុយឲ្យបានច្រើនហ្វាហ្វាបានបន្ថែមទៀតថាពេលនេះក្តីស្រមៃចង់សាងសង់ផ្ទះជូនអ្នកមានគុណរបស់ខ្លួនបានសម្រេចពាក់កណ្ដាលហើយនាងត្រូវប្រឹងរកលុយបន្ថែមទៀតដើម្បីបានសម្រេច 100% ដូច្នេះហើយមិនថាការងារតូចធំគឺនាងទទួលធ្វើទាំងអស់ដោយមិនខ្លាចនឿយហត់ឡើយ